បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានបាទហ្នឹងហើយថ្ងៃនេះលោកគ្រូសូមមកនិយាយរៀបរាប់តកតងអាការៈដែលយើងត្រូវនៅអំពើរបស់គេហ្នឹងហើយយើងត្រូវនៅមន់ខ្មៅហ្នឹងហើយមន់ខ្មៅឬក៏ត្រូវនៅអំពើខ្មោចព្រាយបិសាចឬក៏អ្នកតាអីជាដើមហ្នឹងអាការៈដែលយើងត្រូវប៉ុនគេហ្នឹងជួនណាយើងអត់ដឹងខ្លួនទេហ្នឹងហើយយើងអត់ដឹងខ្លួនទេត្រូវអត់ដឹងខ្លួនទេប៉ុន្តែដល់ពេលត្រូវហើយយើងមកផ្ទះហ្នឹងវាធ្វើឲ្យអាការៈយើងនឹងប្លែកហ្នឹងហើយចាប់ផ្ដើមប្លែកអត់សូវហេវបាយទី1ធ្វើឲ្យយើងអត់សូវឃ្លានបាយទី2ធ្វើឲ្យអារម្មណ៍យើងរវើរវាយណាធ្វើអារម្មណ៍រវើរវាយដេកមិនលក់ច្រើនយកសពអាក្រក់ណាយកសពមិនល្អហើយអាការៈហ្នឹងលហិតលហៃថប់ទ្រូងស្វាងភ្នែកនៅមានអាការៈច្រើនទៀតប៉ុន្តែលោកគ្រូគ្រាន់តែរៀបរាប់នៅអាការៈចំណុចសំខាន់ហ្នឹងហើយការដែលយើងត្រូវនោះយើងមិនដឹងខ្លួនទេណារាសីយើងដាក់ណាវាអាចត្រូវនៅអំពើគេដាក់ហ្នឹងមួយយ៉ាងទៅឬក៏ត្រូវនៅខ្មោចព្រាយបិសាចអីជាដើមគេបៀតបៀនអីចឹងណាអាហ្នឹងយើងមិនអាចដឹងខ្លួនបានទេនឹងអាការៈដែលយើងត្រូវនៅអំពើអំព័ន្ធមន់ខ្មៅឬក៏ខ្មោចព្រាយបិសាចទាំងឡាយទៅពួងបៀតបៀននៅក្នុងខ្លួនយើងបៀតបៀននៅសារពាង្គរាងកាយរបស់យើងប៉ុន្តែរឿងទាំងអស់ហ្នឹងយើងអាចដោះស្រាយបានណាបងប្អូនដែលមានអាការៈដែលលោកគ្រូបានរៀបរាប់ពីខាងដើមហ្នឹងហើយពីព្រោះលោកគ្រូមានថ្នាំដោះអំពើហ្នឹងជាប្រភេទថ្នាំបុរាណខ្មែរយើងដាំទឹកហូបដើម្បីដោះអំពើអំព័ន្ធមន់ខ្មៅខ្មោចព្រាយបិសាចទាំងឡាយទៅពួងដែលវានៅក្នុងខ្លួនយើងកាលណាយើងផឹកថ្នាំហ្នឹងហើយខ្មោចព្រាយបិសាចអ្នកតាអីហ្នឹងវានឹងចេញណាវាចេញទៅតាមបាតវានឹងចេញទៅតាមមូតណាទៅតាមទឹកនោមយើងហ្នឹងហើយអញ្ចឹងណាបាទហ្នឹងហើយដូចលោកគ្រូបានប្រាប់អញ្ចឹងណាកាលណាយើងផឹកថ្នាំហ្នឹងហើយណាខ្មោចព្រាយបិសាចដែលវាស្ថិតនៅក្នុងខ្លួនយើងវានៅអត់បានទេវាក្តៅកាហាយវានឹងចុះទៅតាមបាតចុះទៅតាមមូតហើយថ្នាំនេះទីសតលោកគ្រូបានសុទ្ធដាស់ប្រកាសប្រកបប្រសិទ្ធិរួចទៅហើយយើងយកទៅនឹងយើងមិនបាច់ប្រសិទ្ធិទៀតទេណាគ្រាន់តែដាំទឹកហ្នឹងចាំលោកគ្រូប្រាប់ពីវិធីប្រើនៅវីដេអូក្រោយណាហ្នឹងហើយអញ្ចឹងយើងដឹងស្រាប់ហើយជួនណាអ្នកខ្លះឈឺអត់ដឹងមុខមាត់ចេះតែឈឺណាទៅពេទ្យណាផឹកថ្នាំហើយអត់ជានៅតែឈឺផឹកថ្នាំគ្រប់សពហើយនៅតែអត់ជាអាហ្នឹងមកពីថ្នាំដែលយើងផឹកហ្នឹងវាអត់ត្រូវណាវាអត់ត្រូវនឹងជំងឺដែលយើងឈឺហ្នឹងហើយបើមានចម្ងល់នេះអាចសួរលោកគ្រូបន្ថែមទៀតបាទសូមអរគុណ